រឿងឆ្កែស្មោះនិងមិត្តភាពពិតមានឆ្កែមួយស្មោះណាស់តែងជួយមិត្តសត្វប៉ុន្តែមានសត្វខ្លះយកប្រយោជន៍ពីវាឆ្កែមិនខឹងទេព្រោះវាជឿលើមិត្តភាពថ្ងៃមួយឆ្កែជួបគ្រោះថ្នាក់ចិត្តធ្លាក់ក្នុងទឹកជ្រៅសត្វដែលវាធ្លាប់ជួយមកជួយវាវិញទាំងអស់ឆ្កែញញឹមហើយដឹងថាការធ្វើល្អមិនដែលបាត់បង់អប់រំមេត្តាករុណានិងមិត្តភាពជាសម្បត្តិធំរឿងក្អែកលោភនិងដង្កូវមៀនៅព្រឹកមួយក្អែកខ្មៅមួយហោះចេញពីសម្បុកដោយពួកទទេនិងភ្នែកស្វែងរកអាហារភ្លាមវាឃើញដង្កូវមួយភ្លឺដោយមៀកំពុងលួចចេញពីដីក្អែកគិតថាបើខ្ញុំស៊ីវាខ្ញុំច្បាស់ជាឆ្លាតជាងគេក្នុងព្រៃវាចុះចាប់យ៉ាងលឿនតែដង្កូវនោះរអិលហើយវិលបោកធ្វើឲ្យក្អែកដួលលើផុកសត្វយំវិនសើចចំអុកក្អែកខឹងហើយព្យាយាមម្ដងទៀតដោយមិនគិតចុងក្រោយវាពោះឈឺហើយមិនបានអ្វីសោះនៅពេលស្ងប់ស្ងាត់វាគិតឡើងវិញថាការលោភធ្វើឲ្យខ្លួនខាតចាប់តាំងពីថ្ងៃនោះក្អែករៀនគិតមុនធ្វើអប់រំលោភច្រើនខាតច្រើនរឿងឆ្មាខ្ជិលនិងកណ្ដក់ឆ្លាតនៅក្នុងផ្ទះចាស់មួយមានឆ្មាខ្មៅមួយដែលខ្ជិលខ្លាំងវាគេងពេញមួយថ្ងៃហើយនិយាយថាកណ្ដោះមកពេលណាខ្ញុំចាប់ពេលនោះកណ្ដោះតូចលឺហើយសើចពួកវាចេញលេងនៅមុខឆ្មាដើរលេងលាក់លេងបង្ហាញឆ្មាគិតថាមិនអីទេខ្ញុំគេងបន្តិចសិនថ្ងៃមួយកណ្ដោះយកអាហារអស់ពីផ្ទះពេលឆ្មាភ្ញាក់ឡើងវាមិនសល់អ្វីញ៉ាំទេឆ្មាខ្មាស់ខ្លួនហើយរៀនថាការខ្ជិលធ្វើឲ្យខាតឱកាសអប់រំត្រូវខិតខំនិងគុំបង្អង់ការងាររឿងត្រីតូចចង់ធំលឿននៅក្នុងស្រះទឹកមានត្រីតូចមួយមិនពេញចិត្តខ្លួនឯងវាឃើញត្រីធំហើយនិយាយថាខ្ញុំចង់ធំឲ្យលឿនជាងគេវាស៊ីអាហារច្រើនពេកស៊ីមិនឈប់មិត្តត្រីព្រាមមានតែវាមិនស្ដាប់ថ្ងៃមួយវាឈឺពោះហើយហែលមិនរួចត្រីចាស់មកជួយហើយនិយាយថាអ្វីត្រូវការពេលវេលាចាប់តាំងពីថ្ងៃនោះត្រីតូចរៀនអត់ធ្មត់និងលូតមាស់តាមធម្មជាតិអប់រំកុំប្រញាប់ពេកអ្វីល្អត្រូវការពេលរឿងគោច្រណែននិងវាលស្មៅមានគោមួយឃើញវាលស្មៅនៅខាងមុខបៃតងជាងវាលខ្លួនវានិយាយថាវាលគេតែងតែល្អជាងវាលខ្ញុំវាដើរឆ្ងាយទៅរកវាលថ្មីតែពេលទៅដល់ស្មៅមិនសូវមានហើយព្រះអាទិត្យក្តៅខ្លាំងវាហត់នឹងសោកស្ដាយពេលត្រឡប់មកវិញវាលខ្លួនឯងវិញស្រស់ស្អាតណាស់គោរៀនថាអ្វីដែលយើងមានអាចល្អជាងអ្វីដែលយើងចង់បានដាក់ជាពោះអប់រំកុំច្រណែននឹងត្រូវដឹងគុណអ្វីដែលមាននឹងមេរៀនឈឺខ្លួនស្វាមួយរស់នៅលើដើមឈើខ្ពស់និងចូលចាត់និយាយថាខ្ញុំឆ្លាតជាងគេមិនត្រូវការជំនួយអ្នកណាទេវាអួតរៀងរាល់ថ្ងៃរហូតមិត្តសត្វចាប់ផ្ដើមជៀសវាងថ្ងៃមួយស្វាចង់បង្ហាញសមត្ថភាពដោយលោតពីដើមឈើមួយទៅមួយទៀតតែវាលោតខុសចាប់មិនជាប់ហើយជាប់នៅកណ្ដាលវាស្រែកសុំជំនួយខណៈមិត្តសត្វដែលវាធ្លាប់មើលងាយមកជួយវាចុះស្វាខ្មាស់ខ្លួនណាស់ហើយសន្យាថានឹងមិនអួតទៀតអប់រំមនុស្សឆ្លាតគឺអ្នកដឹងថាខ្លួនត្រូវការអ្នកដទៃជ្រូកខ្លាចផុកតែចូលចិត្តជីវិតជ្រូកមួយចូលចិត្តស្កាតហើយមិនចូលផុកទេវាសើចដាក់ជ្រូកផ្សេងដែលលេងផុកថ្ងៃមួយភ្លៀងធ្លាក់ខ្លាំងផ្លូវទាំងអស់คล้ายជារអិលជ្រូកស្អាតនោះរអិលធ្លាក់ចូលផុកមុខពេញផុកធ្វើឲ្យវាខ្មាស់ខ្លួនតែផុកធ្វើឲ្យវាត្រជាក់និងស្ងប់ស្ងាត់វារកឃើញថាផុកមិនអាក្រក់ដូចដែលគិតចាប់តាំងពីថ្ងៃនោះវាមិនសើចនឹងដទៃទៀតឡើយដាក់អប់រំកុំវិនិច្ឆ័យអ្វីតាមការគិតតែម្ដងរឿងទី4អណ្ដើកយឺតនិងទូរស័ព្ទវេទមន្តអណ្ដើកមួយបានទូរស័ព្ទថ្មីពីមនុស្សហើយចាប់ដើមមើលវាពេញមួយថ្ងៃវាមើលរហូតភ្លេចដើរភ្លេចញ៉ាំហើយដើរចូលចិត្តស្រះទឹកថ្ងៃមួយវាមិនមើលផ្លូវហើយចិត្តធ្លាក់ទឹកសំណាងល្អត្រីស្រែកព្រមានអណ្ដើកភ្ញាក់ឡើងហើយដាក់ទូរស័ព្ទចោល
វារៀនថាបច្ចេកវិទ្យាល្អតែប្រើខុសពេលអាចគ្រោះថ្នាក់ដោយអប់រំត្រូវចេះគ្រប់គ្រងពេលវេលាមន់ខ្ជិលនិងព្រឹកដ៏សំខាន់មានមន់មួយមិនចូលចិត្តភ្ញាក់ព្រឹកវាអនុញ្ញាតឲ្យម៉ោងរត់ឲ្យបិទវិញថ្ងៃមួយវាពេងយូរពេកធ្វើឲ្យសត្វទាំងភូមិភ្ញាក់យឺតនិងទៅធ្វើការមិនទាន់សត្វទាំងអស់មកនិយាយជាមួយមន់ខ្មាស់នឹងសន្យាថានឹងភ្ញាក់ព្រឹកឲ្យទាន់ពេលចាប់តាំងពីថ្ងៃនោះភូមិសត្វមានរបៀបរៀបរយវិញដកអប់រំវិន័យធ្វើឲ្យសង្គមរីកចម្រើន